អគ្គិភ័យឆេះក្តាប់នៅបាងកកស្លាប់មនុស្សជិត30នាក់ដោយសារទ្វារអាសន្នត្រូវបិទទប់ហេតុការណ៍អគ្គិភ័យមួយបានកើតឡើងកាលពីយប់ថ្ងៃអាទិត្យម្សិលមិញនេះនៅបារនិងភោជនីយដ្ឋានមួយកន្លែងឈ្មោះរងបៀណាឡាតហ្វ្រៅស្ថិតនៅជាយក្រុងបាងកកបណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់27នាក់បានបាត់បង់ជីវិតនិង63នាក់ទៀតរងរបួសក្នុងនោះមាន22នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរលោកឆេតឆាតសិទ្ធិផុនអភិបាលក្រុងបាងកកបានថ្លែងប្រាប់អ្នកសារព័ត៌មាននៅកន្លែងកើតហេតុថាភ្លើងបានឆាបឆេះនិងរាលដាលយ៉ាងលឿនទៅដល់ពីដានហើយផ្សែងពុលគឺជាមូលហេតុចម្បងដែលបណ្ដាលឲ្យជនរងគ្រោះថប់ដង្ហើមស្លាប់លោកបានបន្តថាអាជ្ញាធរបានរកឃើញសាកសពជនរងគ្រោះមួយចំនួននៅជិតច្រកទ្វារអាសន្នដោយសង្ស័យថាមានរបាំងអ្វីមួយមកបិទផ្ទប់ផ្លូវចេញជុំវិញមូលហេតុនៃគ្រោះថ្នាក់នេះនាយករដ្ឋមន្ត្រីថៃលោកអនុទិនឆាវរៈគុលដែលបានចុះពិនិត្យទីតាំងផ្ទាល់បានបញ្ជាក់ដោយផ្អែកលើការរៀបរាប់របស់ក្រុមតន្ត្រីករថាគេបានឃើញមានផ្សែងហុយចេញពីប្រអប់ហ្វុយស៊ីបនៅជិតឆាកតន្ត្រីបន្ទាប់មកក៏ដាច់ចរន្តអគ្គិសនីនិងមានការផ្ទុះឡើងតែម្ដងដោយសារតែភាពភ័យស្លន់ស្លោនិងកម្ដៅដ៏ខ្លាំងជនរងគ្រោះភាគច្រើនបានរត់ទៅពួននៅក្នុងបន្ទប់ទឹកខាងក្រោយដោយគ្មានច្រកចេញបើតាមផ្នែកសង្គ្រោះបន្ទាន់បានឲ្យដឹងថាទោះបីជាក្រុមពលរដ្ឋអគ្គិភ័យទៅដល់ក្នុងរយៈពេល5នាទីក្រោយទទួលបានសេចក្តីរាយការណ៍ក៏ដោយប៉ុន្តែការចូលទៅជួយសង្គ្រោះមានភាពលំបាកខ្លាំងដោយសារភ្លើងបានគ្របដណ្ដប់ពេញផ្ទៃហាងទៅហើយម្យ៉ាងទៀតផ្លូវដើរខាងក្នុងត្រូវបានបិទផ្ទប់ដោយតុនិងកៅអីដែលរៀបចំរាយប៉ាយសោកនាដកម្មលើកនេះបានបន្តដាស់តឿននិងចោទជាសំណួរជាថ្មីម្ដងទៀតអំពីវិធានការសុវត្ថិភាពនិងការអនុវត្តច្បាប់ដ៏ធូររលុងនៅក្នុងក្លឹបកម្សាន្តនិងបារនៅប្រទេសថៃកន្លងមកពិភពលោកធ្លាប់បានឃើញសោកនាដកម្មស្រដៀងគ្នានេះរួចមកហើយដូចជាគ្រោះអគ្គិភ័យនៅក្លឹប Mountain Bee ក្នុងឆ្នាំ2002ស្លាប់25នាក់និងករណីឆេះក្លឹបសន្តិកាក្នុងឆ្នាំ2009ស្លាប់67នាក់ដែលសុទ្ធសឹងតែកើតឡើងដោយសារបញ្ហាប្រព័ន្ធភ្លើងនិងការបិទផ្ទប់ទ្វារអាសន្នដូចគ្នាចង់បានបន្ទប់ស្អាតទាន់សម័យនិងចំណេញលំហមែនទេជ្រើសរើសសាឡុងក្រេពូករបស់យើងសោភ័ណភាពឈានមុខគុណភាពស្តង់ដាររឹងមាំផាសុកភាពនិងទំនុកចិត្តគឺនៅទីនេះកំងឥឡូវនេះ